bạn số đấy hơn được chìm điệp su bong bồn trơn nơi lừa bàn đài sừng cùng Facebook hơn được YouTube từng ngõ bạn chẳng cứ ở bong bồn trơn cứ ba hai triệu bát ở cái lại channel YouTube bọc chìm bát hơi nữa chẳng cứ bong bồn trơn có bông tai nẹt phơi cá tam đàn chìm bát đó có miền cá ở sờ vànhประจักษ์បន្តិចបាទហើយក៏សូមអធិស្ឋានចំពោះបងប្អូនយើងផងដែរបាទអញ្ចឹងគឺបើចង់ចូល YouTube របស់ខ្ញុំបាទថ្មីគឺសរសេរឈ្មោះសាវងឆូនណាគឺបងប្អូនយើងនឹងឃើញហើយណាអញ្ចឹងគឺខ្ញុំចាំដាក់ link ឈ្មោះសាវង link YouTube ខ្ញុំទាំងពីរទាំង link ថៃហើយនឹង link ខ្មែរយើងណាអញ្ចឹងគឺខ្ញុំមានសាវងឆូនហើយនឹង net free ណាមាន YouTube 2បាទអញ្ចឹងកុំឲ្យខាតពេលយូរនោះគឺថ្ងៃនេះគឺខ្ញុំបាទចង់មកចែករំលែកឲ្យបងប្អូនជើងបានលេងនៅកម្មវិធី Internet Free ដែលជាការសន្យាជាយូរមកហើយបាទអញ្ចឹងគឺជាវគ្គចាប់ផ្ដើមគឺយើងចូលទៅណោះបាទអញ្ចឹងគឺបងប្អូនជើងនៅខ្មែរក៏សាកមើលទៅណាគ្រប់ SIM ថា SIM អីទេគឺ SIM មួយមិនបានគឺដូរ SIM មួយទៅណោះបាទអញ្ចឹងគឺសម្រាប់ប្រទេសផ្សេងៗគឺអាចប្រើបានណាប្រទេសថៃគឺប្រើជាមួយនឹង SIM DTAC បាទអញ្ចឹងគឺចែក DTAC ចុះណាចាំថ្ងៃក្រោយចាំចែកទូកមូសឬក៏ SIM វ៉ាន់ទូខផ្សេងទៀតគឺវាមានច្រើន SIM បាទអញ្ចឹងគឺចូលទៅដំបូងគឺយើងត្រូវមាន application មួយនេះសិនណាគឺ app មួយនេះណាបាទដែលមានសញ្ញាគេហៅថា HTTP បាទអញ្ចឹងគឺយើងត្រូវទៅ load app មួយនេះមកណាបាំងដឹងបាទទៅ load app មួយនេះមកណាអញ្ចឹងគឺ app មួយនេះនៅក្នុង Play Store បាទអញ្ចឹងគឺសង្ឃឹមថាបងប្អូនជើងនឹងយល់បាទអញ្ចឹងគឺវាជាបន្តទៅទៀតគឺយើងត្រូវមាន file បាទត្រូវមាន file អីគេគឺមាន file មួយនេះបាទអញ្ចឹងគឺខ្ញុំចូលទៅក្នុង browser សិនបាទ file គឺខ្ញុំបានបង្កើតមួយខែអញ្ចឹងគឺឥឡូវវានឹងដាច់ថ្ងៃទី27ដោយសារមានការរវល់ក៏អត់បានចែកជូនបងប្អូនជើងហើយសូមឲ្យបងប្អូនជើងអធិស្ឋានដល់ខ្ញុំបាទផងเนาะអញ្ចឹងគឺ file ហ្នឹងគឺយឺតហើយឥឡូវនេះគឺវាចាប់ពីថ្ងៃទី5ដល់ថ្ងៃទី27គឺវាបាន4-15ថ្ងៃដែរណាគឺបងប្អូនជើងអាចលេងបានហើយក៏សូមអធិស្ឋានម្ដងហើយម្ដងទៀតបាទអញ្ចឹងខ្ញុំចូលទៅឲ្យបងប្អូនជើងមើលរូបរាង file របស់វាណាគឺរូបរាង file របស់វាហ្នឹងវាយ៉ាងម៉េចបាទគឺវាមានចូលទៅក្នុង pop up ណា pop up រួចហើយយើងចុចរំលងមកខ្ញុំចុចកាត់ឲ្យបងប្អូនជើងឃើញបាទបាទនៅពេលដែលបងប្អូនជើងចុចមកគឺវាចេញបែបនេះណាគឺបងប្អូនជើងបើសិនជាវាមានការ download ដោយស្វែងប្រវត្តិគឺយើងលុបវាមកណាគឺយើងលុបវាចេញមកគឺបើវាមាន download អញ្ចឹងគឺលុបវាចេញអស់មកបាទអញ្ចឹងគឺវាអត់មានអីទៀតទេណាអញ្ចឹងគឺរងចាំនាទីទៅនេះអស់ពឹបយើងចុចរំលងណាអញ្ចឹងគឺអានេះគឺជា file pop up សម្រាប់រកប្រាក់ចំណូលដែលខ្ញុំបានបង្ហាញបង្រៀនថាបដូរពី link ឲ្យคล้ายមកជាប្រាក់នឹងឯងបាទអញ្ចឹងគឺដែលបរៀនយូរហើយអញ្ចឹងគឺបងប្អូនជើងខ្លះទៅគាត់បានដឹងខ្លះទៅក៏អត់បានដឹងណាអញ្ចឹងគឺយើងចុចរំលងវាមកគឺយើងចុចពាក្យថារំលងពេលចុចរំលងរួចហើយគឺវានឹងចេញបែបនេះណាវា error website បន្តិចគឺយើងសង្កេតមើលប្រទេសខៀវខៀវទូចនេះបាទណាគឺកន្លែងទៅនេះមកគឺយើងចុចអាខៀវតូចនឹងមកបាទអាក្រមបន្ទាត់ក្រហមគឺវាមានខៀវតូចមួយណាបងប្អូនបាទអញ្ចឹងគឺវានឹងចេញ file បែបនេះមកតែម្ដងណាអានេះគឺជាស្អីគឺជា file កម្មវិធី Internet Free នឹងឯងដែលខ្ញុំចង់ចែករំលែកបងប្អូនជើងឲ្យបានលេងក្នុងរយៈពេលដល់ចូលឆ្នាំគឺខ្ញុំ free ឲ្យទៀតណាមានដល់ចូលឆ្នាំនេះគឺ free ឲ្យបងប្អូនជើងលេងមួយពេញទំហឹងតែម្ដងបាទអញ្ចឹងគឺចូលមកក្នុងនេះគឺយើងចុចអាកន្លែងទៅនេះណាចុចទាញចូលមកគឺចុចពឹបគឺវាទាញចូលមកក្នុងឯកសាររបស់យើងតែម្ដងបាទអញ្ចឹងគឺពេញហើយមានតែប៉ុណ្្នឹងឯងគឺយើងធ្វើការចាក់ចែងវាមកគឺអត់បាក់ទៅធ្វើអីទេអញ្ចឹងគឺបងប្អូនយើងត្រូវមានអ៊ីនធឺណិតណាឥឡូវអំបញ្ញមិញហ្នឹងគឺខ្ញុំមិនមានអ៊ីនធឺណិតវាមានការរអាក់រអួលអញ្ចឹងគឺយើងប្រើអ៊ីនធឺណិតសិនណាបាទអញ្ចឹងគឺខ្ញុំប្រើ Wi-Fi អញ្ចឹងគឺ SIM របស់ខ្ញុំហ្នឹងគឺអត់មានលុយទេបាទអញ្ចឹងគឺដើម្បីបញ្ជាក់ឲ្យច្បាស់ហ្នឹងគឺយើងចូលទៅកាន់សុំបិទ Wi-Fi វិញសិនព្រោះថាបានដំឡើងរួចអស់ហើយអញ្ចឹងគឺខ្ញុំសុំបិទ Wi-Fi ពើបបាទគឺចប់ណោះគឺមានន័យថាចប់អញ្ចឹងគឺបើកសេវាអ៊ីនធឺណិតវិញម្ដងគឺជាមួយនឹង SIM DTAC ណាបងប្អូនយើងគឺលេងបានតែ SIM DTAC ទេបញ្ជាឲ្យបញ្ជាទៀតបាទអញ្ចឹងគឺនៅខ្មែរនឹងថាលេងបាន SIM អីទេចាំខ្ញុំចុះទៅខ្មែរចូលឆ្នាំហ្នឹងគឺខ្ញុំចែកបងប្អូនខ្មែរយើងឲ្យបានលេងកម្មវិធី Internet Free ទាំងអស់គ្នាបើសិនជាលេងថ្ងៃនេះមិនបានเนาะបាទអញ្ចឹងគឺចាំខ្ញុំចុះទៅចូលឆ្នាំសង្ឃឹមថាបងប្អូនយើងទៅលេងផ្ទះខ្ញុំទាំងអស់គ្នាចុះเนาะបាទអញ្ចឹងគឺបន្ថែមគឺយើងចូលមក
đầm bayចូលទៅកាន់ profile គឺយើងត្រូវមានកម្មវិធីមួយនេះណាដែលខ្ញុំត្រូវសរសេរពាក្យថា T HTTP នៅក្នុង Play Store របស់យើងអញ្ចឹងគឺយើងធ្វើការបើក YouTube សិនដើម្បីបញ្ជាក់ពីការពិតបាទចូលទៅ web បាទអានេះកំពុងតែបើកកម្មវិធីអ៊ីនធឺណិតបាទបាទអញ្ចឹងគឺកំពុងតែបើកកម្មវិធីអ៊ីនធឺណិតគឺអត់ទៅទេបាទប្រហែលជាអញ្ចឹងឯងបងប្អូនយើងអាចស្វែងរកឈ្មោះខ្ញុំបានណាស្វែងរកឈ្មោះខ្ញុំបានដោយគ្រាន់តែសរសេរសាវងឈូនដោយឈ្មោះ Facebook ខ្ញុំបានដែរណាអញ្ចឹងគឺបងប្អូននឹងបានហើយសូមបងប្អូនយើងចែករំលែកជាបន្តព្រោះថាជាកម្មវិធីនេះគឺកម្រនឹងចែករំលែកណាអញ្ចឹងគឺនឹងមានបង្រៀនការបង្កើត file ខ្លួនឯងដែរណាតែអត់ទាន់ទៅរៀនទេឡាយតែរវល់បាទអញ្ចឹងគឺវាអត់ដើរទេបាទអញ្ចឹងគឺវាអត់ដើរទេហើយសូមចេញតែម្ដងបាទកុំឲ្យវានៅយូរអញ្ចឹងចូលទៅឃ្លាំង Play Store បាទវ៉ាប់បាទដើម្បីបញ្ជាក់ណានេះគឺកំពុងតែបើកសេវាអ៊ីនធឺណិតដោយពុំប្រើប្រាស់សេវាកម្ម Wi-Fi ទេបាទបានហើយ novel ណោះហើយបងប្អូនយើងបើមិនជឿទេក៏អត់ទៅខ្ញុំមិនដឹងធ្វើម៉េចទៀតទេបាទអញ្ចឹងគឺចូលទៅ load អានេះមកណាគឺយើងឲ្យមានលុយសិនគឺធ្វើម៉េចគឺឬក៏បងប្អូនណាមាននៅចិត្ត Wi-Fi អីគឺយើងត Wi-Fi បន្តិចមកដូចខ្ញុំបានអញ្ចឹងគឺនៅចិត្ត Wi-Fi អញ្ចឹងគឺយើងបើក Wi-Fi នេះមកបើក Wi-Fi នេះពឹបបាទអញ្ចឹងគឺ Wi-Fi វាចាប់ផ្ដើមឡើងមកគឺយើងមានគេហៅថាត Wi-Fi នេះនៅខាងលើគឺយើងតភ្ជាប់ Wi-Fi តែអញ្ចឹងគឺពេលដែលយើង download វារួចអីអស់ហើយអញ្ចឹងគឺយើងធ្វើការបិទមកបាទអញ្ចឹងគឺខ្ញុំសុំបិទ Wi-Fi ព្រោះ load រួចហើយអញ្ចឹងបិទពឹបខ្ញុំចូលទៅក្នុងកម្មវិធីនេះเนาะបាទ HPPT បាទផែនអញ្ចឹងចុះអញ្ចឹងគឺខ្ញុំសុំលុប file វាចោលសិនបាទអញ្ចឹង load មកពឹបវានឹងមានលក្ខណៈបែបហ្នឹងណាពេលដែលយើងបើកគឺវាមានគេហៅថារើបន្តិចបាទអញ្ចឹងគឺខ្ញុំចូលទៅលាងទិន្នន័យដើម្បីឲ្យបងប្អូនយើងដឹងពីកន្លែងចំណុចដែលខ្ញុំបានដំឡើងអញ្ចឹងវីដេអូហ្នឹងប្រហែលជាវែងហើយសង្ឃឹមថាបងប្អូនយើងនឹងយល់ពីចំណុចត្រង់ហ្នឹងផងបាទអញ្ចឹងខ្ញុំសូមទៅលាងទិន្នន័យមក plate សិនអញ្ចឹងគឺឲ្យបងប្អូនយើងចេះតាំងពីលាងទិន្នន័យទៀតបាទចំពោះវីដេអូហ្នឹងបាទអញ្ចឹងលាងទិន្នន័យហ្នឹងគេលាងរបៀបម៉េចគឺពេលដែលយើងទាញចូលកម្មវិធីអីមួយវាដូចថាវាកន្លែងផ្ទុកគ្រប់គ្រាន់យើងអាចចូលមកកន្លែងលាងទិន្នន័យបានណាបាទអញ្ចឹងខ្ញុំសូមលាងអាកម្មវិធីមួយនេះអំបញ្ញមិញចុះបាទគឺលាងវាចោលបាទបន្ទាប់មកទៀតថយមកក្រោយវិញបាទមើលអត់តន់ក៏រកកន្លែងកម្មវិធីណាទាញចូលហើយក៏មើល2 3ដងទៅណាបងប្អូនជើងเนาะបើសិនជាអត់យល់បាទអញ្ចឹងគឺវគ្គមុនដំបូងគឺយើងរឹតបតឹងអាខាងលើហ្នឹងគឺធ្វើម៉េចណាដែលខ្ញុំថាចុចលងចុចអីហ្នឹងគឺវាមានភាព error បន្តិចចឹងឯងណាបើសិនជាយើងមានហើយគឺយើងចុចអានោះតែម្ដងជាមួយខ្ញុំសេរី link នឹងកុំឲ្យបងប្អូនជើងបាក់ចូលទៅក្នុង advice ណាចាំមើលដាក់ឲ្យត្រង់តែម្ដងចាំមើលមិនដឹងថាបានឬក៏អត់ទេបាទអញ្ចឹងគឺចូលមកពឹបចូលមកកម្មវិធីនេះវិញណាកម្មវិធីនេះវិញពឹបបាទអញ្ចឹងเนาะគឺយើង load មកហើយវានឹងចេញលក្ខណៈមិនខ្លាចបងប្អូនយើងអត់យល់បាទអញ្ចឹងគឺវាចេញចេះណាអញ្ចឹងគឺចុចគ្រីសត្រង់គ្នាមកពឹបបាទចុចអូខេបាទអញ្ចឹងគឺកន្លែងទីនេះយើងចុចក៏បានមិនចុចក៏បានណាបាទអញ្ចឹងគឺចុចក៏បានមិនចុចក៏បានដែរអញ្ចឹងគឺយើងចុចមកកន្លែងsetting នេះមកបាទកន្លែង setting អារូបកូនសោនេះណាដូចកងចាក់ហ្នឹងណាបាទអញ្ចឹងបើមានសម្លេងរំខានសូមបងប្អូនយើងអធិស្ឋានផងហើយធ្វើការរុះឡើងទៅលើបន្តិចទៀតណាហើយដែលមានពាក្យថាតាំងស្អីនេះបាទក្រម DNS បាទឬក៏នៅក្រមភាសាបាទអញ្ចឹងเนาะគឺដោយសារខ្ញុំតាំងភាសាថៃអញ្ចឹងគឺdata ណាអញ្ចឹងគឺឈ្មោះវាគឺ data អញ្ចឹងគឺយើងចុចបើកត្រង់នេះមកគឺបន្តមកទៀតចុចអូខេ
ណាអញ្ចឹងគឺចុចឲ្យមើលម្ដងទៀតគឺកន្លែង data ហើយចុចទៅនេះវាបិទចុចបើកបន្ទាប់មកទៀតគឺចុចអូខេបាទអញ្ចឹងគឺយើងចុចសញ្ញាព្រួញទៅនេះមកថយក្រោយមកវិញបាទបន្ទាប់មកទៀតគឺយើងចុចសញ្ញាគ្រីស3នៅខាងលើនេះបាទបន្ទាប់ពីរូបកង់ចាក់ដូចកូនសោហ្នឹងណាអញ្ចឹងគឺសុំថយកន្លែងទៅនេះណារូបអាមានចុច3ណាបងប្អូនជើងបាទគឺមានចុច3ត្រង់នេះចុចមកគឺនៅខាងលើគេបងអស់បន្ទាប់មកទៀតគឺមាន file នៅខាងលើគឺយកទី1ណាគឺយកទី1មកគឺនាំចូលបន្ទាប់មកទៀតគឺចុចគ្រីសត្រង់នេះបន្ទាប់មកទៀតចុចអូខេពឹបគេសួរយើងកន្លែងដែលយើង download មិញហ្នឹងគេឲ្យយើងបំពេញ file បាទអញ្ចឹងគឺយើងទៅយក file ហ្នឹងមកពីណាអញ្ចឹងគឺ file ដែលយើងបានដែលខ្ញុំបាន download ឲ្យមើលមិញហ្នឹងឯងអញ្ចឹងគឺចូលទៅពឹបគឺវាមានកន្លែង download ណាបាទកន្លែង download ពឹបនេះបាទកន្លែងដែល download បាញ់មិញគឺយើងចុចពឹបអាយចុចកន្លែង download មិញគឺយើងចុចសង្កត់លើវាមកពឹបមកប៉ឹកអញ្ចឹងមកបាទចុចមកប៉ឹកគឺវានឹងនាំចូលទាំងអស់គឺបងប្អូនបាច់ទៅសរសេរអីទេព្រោះខ្ញុំសរសេរឲ្យអស់ហើយណាគ្រាន់តែបងប្អូនជើងចូលមកចុចដាក់តែប៉ុណ្្នឹងឯងណាបន្តមកទៀតចុចអាកន្លែងគ្រីសទៅនេះក៏បានណា DNS នេះក៏បានដែរយើងមិនបាច់ចុចក៏បានដែរអញ្ចឹងគឺចុចតែម្ដងចុះបាទអញ្ចឹងគឺនេះខ្ញុំនឹងចុចតែម្ដងដើម្បីតភ្ជាប់អ៊ីនធឺណិតបាទអញ្ចឹងគឺការតភ្ជាប់អ៊ីនធឺណិតគឺបានសម្រេចប៉ុណ្្នឹងឯងឡើងគុណសោមកហើយគឺអាចលេងអ៊ីនធឺណិតហ្វ្រីបានហើយបងប្អូនជើងគឺពុំចាំបាច់ចំណាយលុយទេណាបើយើងស្ម័គ្រ9 បាតទៅគឺស្ម័គ្រ9 បាតដើម្បីទាញយកកម្មវិធីនឹងទៅតែបងប្អូនជើងនៅឆ្ងាយអញ្ចឹងគឺបើនៅចិត្តខ្ញុំចេះតែបញ្ចូលកម្មវិធីនឹងឲ្យតាមរយៈ computer អញ្ចឹងគឺសង្ឃឹមថាបងប្អូនជើងទៅទាញចុះណាវាមិនអស់ប្រមាណបាតទេអញ្ចឹងគឺយើងចំណាយតែ9 បាតអញ្ចឹងគឺយើងលេងបានដល់ទៅថ្ងៃទី27ណាគឺអស់កំណត់បាទនេះគឺថ្ងៃកំណត់របស់ខ្ញុំបាទថ្ងៃអស់កំណត់ថ្ងៃទី27ខែ3ណាថ្ងៃទី27ខែ3អានេះថ្ងៃទី5បាទវីដេអូនេះធ្វើនៅថ្ងៃទី5បាទអញ្ចឹងគឺត្រឡប់ចូលទៅមើល YouTube បន្តិចបាទត្រឡប់ចូលទៅមើល YouTube យើងបាទវ៉បបាទចុច YouTube មកបាញ់មិញពងវិលអញញ៉ៃបាទឡូវហ្នឹងតើវាវិលទៀតអត់ពេលដែលយើងតភ្ជាប់រួចហើយសម្រាប់ detect ណាបងប្អូនយើងអាច comment ស៊ីមផ្សេងបានអញ្ចឹងគឺនៅខ្មែរបើសិនជាលេងមិនបានអីក៏ចាំខ្ញុំចុះទៅផ្ទះចោះណាខ្ញុំចុះទៅខ្មែរយើងនៅចូលឆ្នាំហ្នឹងគឺខ្ញុំនឹងបង្ហាញឲ្យបងប្អូនយើងបានលេងទាំងអស់គ្នាបាទខ្ញុំដាក់រឿងថៃចុះយ៉ាមិនក៏ novel អញ្ចឹងសង្ស័យកុហកបងប្អូនក៏មិនដឹងបាទចាំមក play ណាឬក៏យើងអាចទៅតាំងDNS ហ្នឹងគឺជួនកាលគឺអាចចុចគ្រីសដែរណាខ្ញុំមិនបានចុចគ្រីសអញ្ចឹងគឺប្រហែលជាមិនបានទេដឹងតែសប្ដងគឺជួនកាលគឺខ្ញុំមិនបាច់ចុចគ្រីសទេកន្លែង DNS ហ្នឹងគឺវាលេងបានតែម្ដងចូលរួមគេដែរណាខ្ញុំនឹងសុំចុចបញ្ឈប់ឲ្យដាក់ DNS សាក់មើលហើយចុចបដើមម្ដងទៀតមុនដំបូងវាអាចនឹងដើរជឺតណាបងប្អូនជើងបាទមុនដំបូងគឺវាអាចនឹងដើរជឺតហើយយើងធ្វើការព្យាយាមបន្តិចណាគឺរងចាំបន្តិចបាទខ្ញុំមិនចង់ឲ្យវីដេអូហ្នឹងវាវែងទេក៏ប៉ុន្តែបើវាវែងអញ្ចឹងគឺសូមបងប្អូនជើងអធិស្ឋានណាដោយសារមានការរអាក់រអួលអញ្ចឹងគឺមុនដំបូងវារាំងយឺតបន្តិចអញ្ចឹងគឺនេះគឺជា account ថ្មីរបស់ខ្ញុំបាទណាសាវងឈូនគឺដែលមានឈ្មោះសាវងឈូនអញ្ចឹងណាគឺមិនថ្មីទេបង្កើតយូរហើយអញ្ចឹងគឺអាចាស់សាវងភូមិចែងស្រុកស្វាយជ័យហ្នឹងតាសបោកណាបងប្អូនគឺ
សូមផ្ដែផ្ដាំទៅបងប្អូនទាំងអស់គ្នាគឺហាមផ្ដាច់យក Gmail របស់ YouTube ទៅបើកជាមួយនឹង Gmail ក្រុមហ៊ុន website ដូចជាពួក pop up ឬក៏អីផ្សេងៗហ្នឹងគឺដាក់រឿងផ្សេងទៅគឺគេបកឲ្យខូចនៅ channel របស់យើងណាអញ្ចឹងគឺសូមបងប្អូនយើងធ្វើការនេះផងបាទអញ្ចឹងនេះគឺជា channel របស់ខ្ញុំបាទអញ្ចឹងគឺអាចជួយចៃគ្រប់ត្រូលឬក៏ចុះឈ្មោះបានអញ្ចឹងគឺបងប្អូនយើងចុចមកពឹបគឺវាចូលក្នុងនឹងឯងតែថ្ងៃនេះគឺខ្ញុំចែកក្នុង Facebook ទេតែថ្ងៃបន្ទាប់ទៀតគឺនឹងមានចែកនៅកម្មវិធីផ្សេងណាអញ្ចឹងគឺប៉ុណ្ណេះចោះដោយសារមានសំឡេងរំខានពីខាងក្រៅណាអញ្ចឹងគឺយើងចូលទៅក្នុង Play Store បាទចូលទៅក្នុងឃ្លាំង Play Store វិញម្ដងហើយសូមអធិស្ឋាន15នាទីណាដោយសារបាទអញ្ចឹងគឺមានសំឡេងរំខានហើយសង្ឃឹមថាបងប្អូនយើងអាចជាស្រ័យដល់ខ្ញុំបាទណាហើយជួយ share ជាបន្តផងជាបន្តផងណាព្រោះកម្មវិធីនេះគឺកម្រនឹងបានលេងណា SIM Detect ណាចំពោះបងប្អូនយើងគឺខ្ញុំចែកជូនចាប់ពីថ្ងៃស្ម័គ្រតាំងពីថ្ងៃទី1ឡូវគឺដល់ថ្ងៃទីស្ម័គ្រតាំងពីថ្ងៃទី30ឯណោះណាទី28ហ្នឹងបានផ្លេចហើយទី28កលខែ2ណាគឺវានឹងដាច់នៅថ្ងៃទី27ខែ3បាទអញ្ចឹងគឺយើងចូលមកបានហើយណាអញ្ចឹងគឺសង្ឃឹមថាបងប្អូនយើងនឹងយល់ចោះណាហើយអាចសារវីដេអូនេះសារឡើងសារចោះបើមិនយល់យ៉ាងម៉េចយ៉ាងម៉ាអាចទំនាក់ទំនងបានអញ្ចឹងគឺដោយសារ Messenger ខ្ញុំបានបិទហើយណាហើយសូមបងប្អូនយើង comment នៅក្រោមវីដេអូចោះបើមានការអីអញ្ចឹងគឺខ្ញុំបានអត់ទាន់បានឆ្លើយនឹងសំណួរបងប្អូនទេព្រោះមានការរវល់ជាច្រើនណាអញ្ចឹងគឺសំណួរបងប្អូនដែលបានសួរមកគឺនៅក្នុងហ្នឹងគឺខ្ញុំអត់បានបើកអានទេតាម Messenger ហើយទាំងសាវងភូមិចែងទាំងសាវងឈូនណាអញ្ចឹងគឺខ្ញុំបាទសូមក្រាបអភ័យទោសដល់បងប្អូនសំណាក់មិត្ត friend ទាំងអស់គ្នាដែលមានការទំនាក់ទំនងសួរហើយគ្មានការឆ្លើយតបហើយសង្ឃឹមថាគាត់នឹងអធិស្ឋានដល់ខ្ញុំបាទរាល់កំហុសឆ្គងទាំងអស់ដែលកើតឡើងមកពីការធ្វេសប្រហែសឬក៏មានការមមាញឹកណាហើយជូនបងប្អូនទាំងអស់គ្នាឲ្យបានលេងជាមួយនឹងកម្មវិធីអ៊ីនធឺណិត free នេះឲ្យបានសម្រេចគ្រប់គ្នាបើសិនជាលេងមិនបានទេ comment ផ្តិតរូបមកខ្ញុំបាទនឹងបង្ហាញនៅកម្មវិធីមួយទៀតបាទអញ្ចឹងអរគុណច្រើនបាទសូមជម្រាបលាបាទ